មួយជាងអាកណាជានិស្សិតឆ្នាំទី3នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅក្នុង Department Information Technology and Communication ហើយនៅក្នុងថ្ងៃនេះដែរខ្ញុំមកបើកបង្ហាញពីវិជ្ជា Web Design ដែលមាន title Beauty Stop អានេះគឺជា content របស់ខ្ញុំ Introduction Website Structure Technical Stack and Conclusion Introduction នេះគឺជា website Beauty Stop ដែល focus ទៅលើ skin care product ហើយនឹងមកពី4 country ហើយខ្ញុំនឹកឃើញ design website នេះឡើងដោយសារតែខ្ញុំគិតថាមនុស្សទូទៅបច្ចុប្បន្នចូលចិត្តក្នុងការទិញផលិតផលតាមរយៈ online ហើយនេះគឺជា website structure មានចំនួន5ដែលសំខាន់ហើយនឹងមានការ detail ទៅលើផ្សេងៗជាមួយពាក់ព័ន្ធជាមួយនឹង product and add product ចូលទៅក្នុង cart ឬមួយក៏ការ payment ជាដើមហើយកន្លែងនេះដែរគឺ home page ខ្ញុំផ្ដោតសំខាន់ទៅលើនៅពេលដែលវាខុសគ្នាជាមួយនឹង shop page ថា home page ខ្ញុំផ្ដោតសំខាន់ទៅលើព័ត៌មានថ្មីៗពាក់ព័ន្ធជាមួយនឹង product ព័ត៌មានថ្មីៗឬមកការ promotion ជាដើមហើយនៅមួយវិញទៀតគឺ shop page គឺខ្ញុំ list ទៅលើ product នីមួយៗជា step ដើម្បីឲ្យ user កាន់តែងាយមើលហើយនឹងស្វែងរក product នេះគឺជា design thinking ដែលខ្ញុំដែល developer ក៏តែងតែប្រើមានចំនួន5 advertiser ដែលមានការធ្វើ survey ទី2គឺ define ហើយទី3 idea ហើយទី4គឺ prototype នេះគឺសំខាន់មែនតើដោយសារតែមុននឹងយើង develop យើងត្រូវធ្វើការ design ដើម្បីធ្វើ survey ទៅលើ user សិនតមកគឺ test ហើយ advertiser ហ្នឹងគឺយើងបានធ្វើការ survey ដែលតាមរយៈ online គឺមានការបោកប្រាស់ច្រើនមែនតើហើយនឹងគាត់ទិញអីវ៉ាន់ដែលខ្វះគុណភាពនិងខ្វះតំណែងអញ្ចឹងធ្វើឲ្យខ្ញុំមានការស្វែងរកsolution ផ្សេងហើយនេះគឺជា modern web technology ដែលខ្ញុំ apply គឺ HTML CSS JavaScript អ្នកទាំងគ្នាដឹងហើយថា HTML វាគ្រាន់តែជាគ្រោងឆ្អឹងអញ្ចឹងខ្ញុំ apply ទៅ CSS និង JavaScript ដើម្បីឲ្យវាមាន feel ដែលពាក់ព័ន្ធជាមួយនឹង real life ច្រើនចំណុច conclusion នេះគឺសំខាន់មែនតើដោយសារតែបញ្ជាក់របស់ខ្ញុំមានការ error ដែរដូចជា strong point of program របស់ខ្ញុំមាន strong point មាន header ហើយនឹង body ឬមួយ footer ច្បាស់លាស់ដែលកាន់តែងាយយល់ហើយនឹងមាន comment ងាយស្រួលក្នុងការមើល code ហើយនឹងមួយវិញទៀតគឺ responsive design ដែលវាសំខាន់មែនតើដែលអាចប្រើប្រាស់គ្រប់ device បាន desktop tablet និង mobile strong point of design ឲ្យអតិថិជនកាន់តែងាយស្រួលក្នុងការទិញ product ហើយមួយវិញទៀតគឺ weak point of program កន្លែងនេះគឺចំណុចសំខាន់មែនតើដោយសារតែកន្លែងចំណុចខ្វះខាតរបស់ខ្ញុំមិនអាច store data ដែល payment ហើយចូលទៅក្នុង file ទេហើយនៅមួយវិញទៀតនៅពេលដែល user គាត់ register ហើយ information របស់ user ហ្នឹងក៏យើងអាច store នៅក្នុង data CSV បានដែរ file ណាមួយវិញបានដែរហើយនៅពេលដែល load payment successful គឺ product របស់យើងទាំងអស់ហ្នឹងវាអត់ clear កន្លែងហ្នឹងគឺជាចំណុចខ្វះខាតហើយមួយទៀត weak point of design គឺអាចមើលយើងអត់ទាន់បានគ្រប់គ្រាន់ហើយតាមរយៈ project នេះដែរខ្ញុំទទួលបានបទពិសោធន៍ច្រើនមែនតើពាក់ព័ន្ធជាមួយនឹងការទៅ collect មកមេរៀនឡើងវិញឬមួយក៏យកមេរៀនចាស់ៗដើម្បីយកមក design ឡើងហើយមួយវិញទៀតគឺឲ្យខ្ញុំចេះ design program ឲ្យពាក់ព័ន្ធជាមួយនឹងជីវិតពិតក្នុងសិនធ្វើការ live server ដើម្បីចូលទៅមើល website របស់យើងនេះគឺជា home page របស់ខ្ញុំដែលមានការឧទាហរណ៍ថានេះគឺជា product ដែលមានការ promotion 40% យើងអាច click ប៊ូតុងទៅលើមើល product ទាំងអស់បានដែលមានការ discount 40% ហើយនឹងនេះគឺជា list product ថ្មីដែលទៅមកដល់យើងអាច select ទៅលើប៊ូតុងដើម្បីមើល product ថ្មីបានហើយនេះគឺជា product មួយចំនួនដែលពាក់ព័ន្ធជាមួយនឹង product ថ្មីទិញមួយថែមមួយឬមួយ product discount mid year sale ឬមួយ product ពេញនិយមដែលយើងអាច select ប៊ូតុងដើម្បីទៅមើល product ទាំងអស់នោះបានហើយជាបន្តទៀតគឺចូលទៅមើលshop page នេះគឺជា shop page របស់យើងដែលយើងអាចទៅមើល product នីមួយៗដែល list ចេញមកពីឧទាហរណ៍ថានេះគឺជា product ដែលមកពី USA យើងអាច click ប៊ូតុងដើម្បីចូលទៅមើល product ទាំងអស់នោះបានហើយនេះគឺជា list step នៃ product របស់យើងដូចមានជា serum product ផ្សេង night cream ផ្សេងឬមួយ sunscreen ផ្សេងឬ gummy ផ្សេងអញ្ចឹងទៅយើងអាចទៅមើល detail product នីមួយៗបានផ្សេងៗពីគ្នាតាមដែលតម្រូវការរបស់យើងហើយនេះគឺជា blog ដែលយើងធ្វើការឲ្យអ្នកស្រាវជ្រាវទៅលើមានបញ្ហាផ្ទៃមុខរបស់គាត់អាចមកអាន
នៅក្នុង blog ឬមួយក៏មើលវីដេអូបានហើយនេះគឺជា about ដែលយើងទៅសេពី history នៃ store របស់យើងឲ្យអតិថិជនគាត់មានទំនុកចិត្តឬមួយក៏ដាក់វិញ្ញាបនបត្រឲ្យពួកគាត់បានឃើញថាមានការទទួលស្គាល់ពីក្រសួងឬមួយក៏ស្ថានស្ថាប័នណាមួយដែលឲ្យគាត់អាចមានទំនុកចិត្តក្នុងការទិញផលិតផលពីយើងដែលមានទំនុកចិត្តបំផុតនេះគឺជា contact យើងអាច select ទៅលើ map ដើម្បីចូលមើលទីតាំង store របស់យើងនេះគឺជាទីតាំងហាងរបស់ពួកយើងនេះអ្នកទាំងគ្នាអាច contact មកពួកយើងបានឬមួយតាមរយៈទូរស័ព្ទហើយហាងរបស់យើងបើកពីម៉ោង 9 ដល់ម៉ោង 5 ហើយយើងមុននឹងចាក់ចេញយើងអាចដល់ជា message មួយមកធ្វើវាប្រៀបដូចជា survey ដែរឬមួយក៏មានចម្ងល់ឬមួយសំណួរយើងអាចតាក់ទងមកហាងរបស់យើងបាននៅពេលដែលយើង register ហើយយើងនឹងមាន profile មួយ sorry អ្នកទាំងគ្នាកន្លែង register អ្នកទាំងគ្នាអាច register កន្លែងនេះបាននេះហើយយើងនឹងមាន profile មួយហើយខ្ញុំនឹងធ្វើការទិញ product ឲ្យអ្នកទាំងគ្នាមក test លើ product មួយដើម្បីធ្វើការ payment នេះអ្នកទាំងគ្នាវានឹង load product នៅក្នុង cart នេះអ្នកទាំងគ្នាហើយអ្នកទាំងគ្នាអាចបន្ថែមទៅលើបានឬមួយក៏នេះវានឹង total price របស់អ្នកទាំងគ្នាចូលទៅក្នុងនឹងនៅពេលដែលអ្នកទាំងគ្នា payment វានឹង load នេះ error ដោយសារអីអ្នកទាំងគ្នាខ្ញុំអត់ចង់ឲ្យវា successful ទេដល់ផ្សារនៅពេលដែល successful ខ្ញុំត្រូវការ update បន្ថែមទៀតឧទាហរណ៍ថា update delete item នៅក្នុង cart នេះទាំងអស់អញ្ចឹងទៅឬមួយក៏ rely ជាធម្មតានៅពេលដែល payment វានឹង load QR អញ្ចឹងខ្ញុំត្រូវ add time ចិត្តច្រើនអញ្ចឹងខ្ញុំសម្រេចចិត្តគិតថាខ្ញុំធ្វើតែប៉ុណ្្នឹងសិនហើយខ្ញុំនឹងសាក test ទៅលើ tablet device ឲ្យអ្នកទាំងអស់គ្នានេះអ្នកទាំងគ្នាសម្រាប់ responsive site របស់ពួកយើងនេះគឺវាមានការប្រែប្រួល icons អញ្ចឹងទៅ shop blog មួយក៏អ្នកទាំងគ្នាអាចប្រើនៅក្នុង mobile បានដោយសារតែពេលវេលាក្នុងការ presentation ខ្ញុំមានតិចដែរអញ្ចឹងអ្នកទាំងគ្នាអាចសាក test website នឹងបានខ្ញុំនឹងផ្ដល់ link នៅក្រោម YouTube អ្នកទាំងគ្នាអាចយកទៅ search នៅក្នុង Cell browser បានអញ្ចឹងមើលខ្ញុំសាកតែឲ្យអ្នកទាំងគ្នាវាអត់មានអីច្រើនទេអានេះវាគ្រាន់តែ responsive site ខុសពី desktop នេះអ្នកទាំងគ្នាអាចចូលទៅមើល ingredient product នីមួយបានហើយរបៀបប្រើប្រាស់ឬមួយក៏គុណប្រយោជន៍នៃការប្រើប្រាស់របស់ product ហ្នឹងប៉ុន្តែអ្នកទាំងគ្នាមកខ្ញុំភ្លេចមួយ icon នេះអ្នកទាំងគ្នាអាចប្រើបានដើម្បី delete អរគុណ